Hello ស្វាគមន៍បងប្អូនទាំងអស់គ្នាពេលនេះ admin បានត្រឡប់មកវិញហើយបន្ទាប់ពីបាយគ្នាអស់រយៈពេលជាច្រើនថ្ងៃដោយសារតែ admin បានទៅបរិច្ចាគឈាមដូច្នេះហើយបានជាបាត់បង់នូវធម៌ពលនិយាយចំទៅគឺគ្មានកម្លាំងនោះទេប៉ុន្តែថ្ងៃនេះហាក់បីដូចជាគ្រាន់បើមកវិញបានជាអាចមកសម្រាយរឿងជូនបងប្អូនទាំងអស់គ្នាទស្សនានិងហើយកុំឲ្យខាតពេលវេលាយូរតោះចូលទៅកាន់សាច់រឿងភាគទី6របស់យើងបន្ទាប់ពីយន្តហ្វេបានប្លន់នៅផ្កាព្រារួចហើយក៏បានបន្លាស់ទីរត់គេចមកដល់នៅតាមផ្លូវមួយកន្លែងក៏បានឈប់ហើយសម្លឹងមើលទៀងទឹកមុខរីករាយនៅទីបំផុតខ្ញុំទទួលបានផ្កាព្រាវិញ្ញាណហើយស្របពេលផងដែរយន្តហ្វេក៏បានដឹងមានអាវុធពីរផ្លូវកំពុងតែវាប្រហាមរកគាត់ដែលគឺជាស្នាដៃរបស់បរិសុទ្ធពីរនាក់ដែលពួកវាក៏បានបន្តប្រើប្រាស់ដាវកាប់ចូលទៅជាធានក៏បានប្រើប្រាស់អាវុធដាវខ្លីរបស់គាត់កាប់ទប់រងពេលនោះបរិសុទ្ធក៏បានបន្លាស់ទីមកខាងលើប្រើប្រាស់អាវុធដែលប្រៀបដូចជាកន្ត្រៃយាកាត់ប៉ុន្តែយន្តហ្វេក៏បានបន្លាស់ទីគេចខណៈពេលនោះយើងក៏បានឃើញអាវុធផ្សេងទៀតដែលធំដូចជាស្គរអញ្ចឹងវាក៏បានលេចចេញទម្លាក់មករកយន្តហ្វេមិនឈានទៅធម្មពលនៅក្នុងដៃទីឲ្យខ្ទេចចេញស្របពេលគ្នាផងដែរយើងក៏បានឃើញអាវុធផ្សេងមួយទៀតដែលគឺជាច្រវាក់លំដៃហោះយ៉ាងលឿនចូលមកវាប្រហារយន្តហ្វេក៏បានចាប់កាន់ដាវខ្លីនៅក្នុងដៃកាប់ទប់រងបន្តិចធ្វើវាក៏បានខ្ទេចប៉ាងទៅខាងលើទម្លាក់ខ្លួនចូលមកខាងក្រោមវិញសម្លឹងមើលបន្តិចហើយក៏បានស៊ូតាពូនេះគឺជាអ្នកណាហេតុអ្វីបានជាមកឡោមពត់ខ្ញុំបែបនេះដោយឃាតករស៊ីឈ្នួលទាំងអស់នោះក៏បានអស់សម្លាយយ៉ាងខ្លាំងហាឯស៊ូថាយើងគឺជាអ្នកណាពួកយើងគឺមកបញ្ជូនឯកថានរកនឹងហើយនៅក្នុងថ្ងៃនេះក្រុមឃាតករទាំង6របស់យើងបានទទួលបញ្ជាមកយកជីវិតរបស់ឯងដែលយើងក៏បានឃើញក្រុមឃាតករស៊ីឈ្នួលទាំងអស់នោះមានគ្នា6នាក់មានទាំងដេកមានទាំងនៅលើដើមឈើបន្ទាប់មកគ្នារបស់ពួកគេទាំងអស់ក៏បានប្រើប្រាស់ធម្មពលបាញ់ទៅលើយន្តហ្វេបង្កើតបានទៅជាក្បួនមួយដើម្បីគ្រប់គ្រងអមជាមួយនឹងសម្លេងសាយយ៉ាងសប្បាយកងរំពងពេញនឹងពេលនោះយន្តហ្វេក៏បានដឹងវាគឺជាទម្រង់អន្តិអតិទេពដូច្នេះខ្ញុំត្រូវតែរកវិធីដើម្បីទម្លុះវាចេញបន្តសួរថាតើអ្នកណាគឺជាអ្នកជួបពួកអ្នកមកសម្លាប់ខ្ញុំពេលនោះកញ្ញាលីងក៏បានដើរចូលទៅចាប់ស្មារបស់យន្តហ្វេបន្តគៀកសរសើរថាបរិសុទ្ធសង្ហាកាន់តែមើលចិត្តរឹតតែសង្ហាខ្ញុំពិតជាមិនអាចចង់ឃ្លាតពីលោកនោះទេដែលធ្វើឲ្យគ្នារបស់គេសៀវស៊ីហាក់បីដូចជាមិនពេញចិត្តនោះឡើយបានហើយនាងឈប់គិតរឿងទាំងអស់នោះភ្លាមទៅចំណែកតែចាស់គុណយ៉ាងក៏បានក្អកបន្តិចប្រសិនបើមិនប្រញាប់សម្លាប់វានោះទេខ្ញុំច្បាស់ជានឹងស្លាប់ដោយសារជំងឺរបស់ខ្ញុំជាមិនខានពេលនោះមេក្រុមរបស់គេឌូគូក៏បាននិយាយខ្ញុំហ៊ានភ្នាល់យន្តហ្វេច្បាស់ជាស្លាប់មុននេះប្រញាប់ចាត់ការគេភ្លាមទៅដោយយន្តហ្វេក៏បានអស់សម្លាយយ៉ាងខ្លាំងហាធ្វើឲ្យក្រុមឃាតករក៏បានឆ្ងល់ហេតុអ្វីបានជាឯងសើចត្រូវហើយខ្ញុំសើចចំអកឃាតករដូចជាពួកឯងព្រោះថានៅក្នុងថ្ងៃនេះពួកឯងច្បាស់ជាចាញ់ជាមិនខានឌូគូក៏បានស្ដីឲ្យទៅវិញវាមិនអាចទៅរួចនោះទេដោយសារតែឯងបានស្ថិតនៅក្នុងការឡោមព័ទ្ធយ៉ាងតឹងរឹងរបស់យើងរួចរាល់ហើយគ្មានផ្លូវដែលអាចចេញទៅវិញបាននោះទេយន្តហ្វេក៏បាននិយាយតើឯងហ៊ានភ្នាល់ជាមួយនឹងខ្ញុំទេខ្ញុំភ្នាល់ថាតាកាចាស់ជំងឺច្រើនម្នាក់នោះនឹងស្លាប់មុនខ្ញុំបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំងមិនឈានធម្មពលក្នុងដៃវាប្រហារចូលទៅប៉ុន្តែត្រូវបានរំខានដោយកម្លាំងធម្មពលមួយកំពុងតែដើរសម្ដែងចូលមកតើវាមានរឿងអ្វីឬមួយក៏ស្ដេចក្រពើខ្មៅមកទីនេះដោយអ្វីដែលពួកគេបានសន្និដ្ឋានមានស្ដេចក្រពើខ្មៅក៏បានមកដល់មុំបញ្ចេញនូវសម្រែកដ៏ខ្លាំងរបស់វាឡើងលាន់ពេញព្រៃដើរចូលទៅជួនតាកាចាស់ជំងឺច្រើនមួយជើងភ្លឹបហុយជុកបន្តប្រើក្បាលរបស់វាជួយបំបែកនៅទម្រង់ដែលបានហុំព័ទ្ធយន្តហ្វេដើម្បីដណ្ដើមយកផ្កាព្រាវិញ្ញាណមកវិញហើយពេលនេះគឺជាឱកាសរបស់យន្តហ្វេផងដែរហក់ចេញអាឡាខ្លួនមួយជន់ទៅលើខ្នងស្ដេចក្រពើខ្មៅបញ្ឆោតឲ្យវាប្រហារក្រុមឃាតករចំណែកគាត់ក៏បានកិច្ចពីការវាប្រហារបន្ទាប់មកក៏បានបន្លាស់ទីរត់គេចដែលធ្វើឲ្យស្ដេចក្រពើខ្មៅក៏បានដេញតាមដោយក្រុមឃាតករអាប្រូទឺម្នាក់នោះក៏បានលន់មាត់ថាពេលនេះគ្នារបស់យើងត្រូវបានស្លាប់ដូច្នេះយើងត្រូវតែប្រញាប់ទៅសម្លាប់យន្តហ្វេភ្លាមដើម្បីសងសឹកឲ្យគ្នារបស់យើងតើនៅចាំអ្វីទៀតប្រញាប់ដេញតាមភ្លាមទៅក្រឡេកមកយន្តហ្វេដែលផ្កាស្មៅវិញ្ញាណនៅក្នុងដៃកំពុងតែព្យាយាមរត់គេចពីការវាប្រហាររបស់ស្ដេចក្រពើខ្មៅហាមុតឡើងធំបំរុងនឹងលេបត្របាក់ទៅហើយយន្តហ្វេក៏បានបន្ថែមល្បឿនធ្វើឲ្យស្ដេចក្រពើខ្មៅក៏បានស្រែកបញ្ចេញនូវកម្លាំងរបស់វាធ្វើឲ្យយន្តហ្វេក៏បានខ្ទេចប៉ាមកបុកនឹងគល់ឈើសម្លឹងទៅក៏បានឃើញក្រុមឃាតករកំពុងតែបន្លាស់ទីចូលមកកញ្ញាលីងក៏បានហក់កាប់ចេញជាមួយនឹងចំហាយធម្មពលដៅដោយយន្តហ្វេក៏បានប្រើប្រាស់នៅបច្ចេកទេសបញ្ជុលលេបព្រលឹងទៅទប់រងផាំងខ្ចាយចំណែកអាប៉ែគូមូក៏បានគប់ចេញជាមួយនឹងអាវុធដំដៃរបស់គាត់ក្រឡេកឃើញទន់យន្តហ្វេក៏បានបន្លាស់ទីគេចចំដើមឈើដឹបបាក់ជាពីរបន្តក្រវែងចូលទៅវាប្រហារបន្ថែមទៀតយន្តហ្វេនៅតែគេចផុតបន្តរត់ទៅមុខជួបនឹងស្ដេចក្រពើខ្មៅកំពុងតែហាមាត់លេបត្របាក់ប៉ុន្តែក៏ត្រូវបានស៊ីមួយអាវុធដំដៃរបស់ឌូគូធ្វើឲ្យវាស្រែកពោពេញទៅដោយក្តីឈឺជក់ចាប់យន្តហ្វេក៏បានឆ្លៀតឱកាសរត់ចេញដោយក្រុមឃាតករពួកគេនៅតែដេញតាមកញ្ញាលីងនាងក៏បានហត់ចេញទៅប្រើប្រាស់បច្ចេកទេសប្រែរូបលេចឡើងនឹងស្លាពីហត់ធាយន្តហ្វេមួយជើងចង់បណ្ដាទ្រូងខ្ទេចប៉ាមកខាងក្រោមដែលធ្វើឲ្យគាត់ក៏បាននឹកឃើញល្បិចពេលនេះស្ដេចក្រពើខ្មៅកំពុងតែតាមមកដើម្បីដណ្ដើមយកផ្កាព្រាវិញ្ញាណដូច្នេះខ្ញុំនឹងឲ្យវាប្រយុទ្ធជាមួយនឹងពួកឯងយ៉ាងស្វិតស្វាញគប់ផ្កាព្រាវិញ្ញាណឲ្យតែកញ្ញាលីងដែលធ្វើនាងក៏បានអោបជាប់នឹងទ្រូងដែលធ្វើស្ដេចក្រពើខ្មៅក៏បានបដិគោដៅរត់តម្រង់ទៅហាមុតបញ្ចេញនូវសម្រែករបស់វាបន្ទាប់ពីឃើញបែបនោះឌូគូក៏បានប្រើប្រាស់អាវុធដំដៃរបស់គាត់ក្រវែងចេញទៅវាប្រហារចំក្បាលស្ដេចក្រពើខ្មៅលន់សូតែភូប៉ាងបុកនឹងកញ្ញាលីងធ្វើឲ្យនាងក៏បានដួលផ្កាមុខជាឱកាសរបស់យន្តហ្វេក៏បានយកផ្កាស្មៅវិញ្ញាណមកវិញប្រញាប់បន្លាស់ទីរត់ចេញដែលធ្វើឲ្យក្រុមឃាតករទាំងអស់នោះក៏បានបន្តដេញតាមស្របពេលដែលវូហាន់នៅក្បែរនឹងក៏បានឃើញប្រាប់តែព្រឹទ្ធាចារ្យលីនថានោះគឺជាគេឆាប់ឡើងសម្លាប់វាភ្លាមទៅដោយព្រឹទ្ធាចារ្យលីនក៏បានបន្លាស់ទីចូលទៅទៀះមួយដៃពីរដៃប៉ុន្តែយន្តហ្វេក៏បានឃើញទាន់កិច្ចផុតទប់រងបានមួយពីរស៊ីមួយដៃចូលកណ្ដាលពោះខ្ទេចប៉ាបន្តិចដោយព្រឹទ្ធាចារ្យលីនក៏បានបន្ថែមមួយដៃទៀតដែលពោពេញទៅដោយចំហាយធម្មពលចំកណ្ដាលទ្រូងធ្វើឲ្យយន្តហ្វេក៏បានខ្ទេចប៉ារមីទៅក្បែរមុតជ្រោះស្របពេលដែលក្រុមឃាតករទាំង4នាក់ក៏បានមកដល់ហក់ចូលទៅប្រើប្រាស់ធម្មពលរៀងខ្លួនរបស់ពួកគាត់ដែល
គឺជាទម្រង់ប្រលឹងខ្មោចកំពុងរងគ្រោះត្រូវយន្តហ្វៃដែលកំពុងតែព្យាយាមងើបខ្ទាតប៉ាងធ្លាក់ពីលើជ្រោះស្របពេលដែលឈីងលូក៏បានមកដល់សម្លឹងទៅឃើញយន្តហ្វៃពេលនោះនាងមិនមានការស្ទាក់ស្ទើរអ្វីនោះទេក៏បានហត់ទៅតាមបន្ថែមនៅលើប៊ឺរបស់នាងដើម្បីចាប់រាងកាយរបស់យន្តហ្វៃកំពុងតែធ្លាក់ចុះពីលើជ្រោះបើភ្នែកឡើងគាត់ក៏បានឃើញឈីងលូពេលនោះឈីងលូនាងក៏បានអោបរាងកាយរបស់យន្តហ្វៃជាប់ហើយរាងកាយរបស់ពួកគេទាំងពីរក៏បានធ្លាក់ចូលទៅក្រោមជ្រោះបាត់បន្សល់ទុកតែស្ត្រីរបស់យន្តហ្វៃទាំង6នាក់អាប្រោកទឺក៏បានសួរថាតើពូអ្នកគឺជាអ្នកណាហើយអ្វីបានជាអ្នកវាប្រហាយយន្តហ្វៃដែរវូហានចរិតនៅដដែលហើយក៏ត្រូវជាមួយនឹងចរិតរបស់កញ្ញាលីងដូចគ្នាគឺថាឃើញប្រុសសង្ហាមិនបានតែម្ដងប្រញាប់ចូលទៅស្ទាបអង្អែលទៀតហើយដោយប្រោទឺក៏បានប្រាប់ថាពួកយើងមិនសហការជាមួយនឹងពួកអ្នកនោះទេតោះប្រញាប់ទៅតាមរកពួកគេភ្លាមទៅក្រុមគិតកោទាំង4នាក់ក៏បានបន្លាស់ទីចេញទៅដែលធ្វើឲ្យវូហានគេមិនពេញចិត្តយ៉ាងខ្លាំងពួកឯងពិតជាហ៊ានមែនព្រឹទ្ធាចារ្យលីនក៏បានខាត់សូមអ្នកប្រុសស្ងប់ស្ងាត់សិនចុះជាធម្មតានោះទេក្រុមគិតកោមិនងាយសហការជាមួយនឹងអ្នកណានោះឡើយវូហានក៏បានបន្តបញ្ជាទោះជាយ៉ាងណាក៏ដោយត្រូវតែដណ្ដើមយកផ្កាព្រះវិញ្ញាណឲ្យខ្ញុំមកវិញឲ្យបានអ្នកប្រុសខ្ញុំនឹងព្យាយាមរងចាំពួកគេទាល់តែចាក់ចេញពីជន្លងភ្នំមកវិញកាន់មកជន្លងភ្នំផ្ការីកដែលយុនហ្វេក៏បានដឹងខ្លួនបើកភ្នែកមកឃើញនៅផ្កាយរះពេញមេឃតែម្ដងដែលពេលនេះរាងកាយរបស់គាត់ហាក់បីដូចជាបានរងរបួសផងដែរសម្លឹងទៅក៏បានឃើញឈីងលូកំពុងតែអង្គុយនៅក្បែរនឹងហើយនៅឈ្មោះរបស់នាងដែលធ្វើឈីងលូនាងក៏បានដឹងសប្បាយចិត្តយ៉ាងខ្លាំងយុនហ្វេបងបានដឹងខ្លួនមកវិញហើយមែនទេតើមិនឈឺត្រង់កន្លែងណាដែរឬអត់យុនហ្វេក៏បានក្អកបន្តិចដែលធ្វើនាងក៏បានប្រើប្រាស់ធម្មពលស្រូបទាញយកនឹងទឹកសន្សើមដែលជាប់នឹងស្លឹកឈើបញ្ចុកឲ្យយុនហ្វេហូបបានបន្តិចត្រូវហើយមកពីខ្ញុំខ្សោយខ្លាំងពេកបានជាធ្វើខ្ញុំស្ទើរតែស្លាប់នៅទីនេះទៅហើយមើលទៅខ្ញុំត្រូវតែដាក់ផែនការបន្ថែមទៀតដោយឈីងលូក៏បានអន់មុខចុះនិយាយទាំងស្រងោលស្រងាត់មុននឹងវិគ្រោះថ្នាក់ខ្លាំងណាស់ប្រសិនបើខ្ញុំមិនបានបង្ហាញខ្លួនទាន់ពេលវេលានោះទេដូច្នេះចាប់ពីពេលនេះទៅយុនហ្វេបងត្រូវតែសន្យាជាមួយនឹងខ្ញុំថាបងនឹងមិនប្រថុយប្រឋានបែបនេះម្ដងទៀតនោះឡើយតើបងនឹងទេថាខ្ញុំមានការព្រួយបារម្ភប៉ុណ្ណាយុនហ្វេក៏បានសម្លឹងមើលមុខនាងបន្តិចហើយនិយាយសុំទោសដែលខ្ញុំបានធ្វើឲ្យនាងមានការព្រួយបារម្ភហើយខ្ញុំនឹងសន្យាថានឹងមិនប្រថុយប្រឋានបែបនេះម្ដងទៀតទេដៃនៅរហ័សរដាជួទឹកភ្នែកឲ្យនាងដែលធ្វើឈីងលូនាងអៀនឡើងមុខក្រហមពេលនោះយុនហ្វេចាប់ផ្ដើមគិតហើយពីអតីតកាលខ្ញុំរវល់តែវឹកហាត់នៃការដាំដុះធម្មពលបានជាពេលនេះខ្ញុំមិនចេះពីរបៀបលួងលោមមនុស្សស្រីកំពុងតែអង្គុយអស់សង្ឃឹមពេលនោះយើងក៏បានឃើញនៅសាឡាម្យ៉ាងដែលមាននៅពន្លឺតាមដែលadminស្គាល់កាលពីនៅក្មេងadminចូលចិត្តហៅវាថាគឺជាសត្វអំពិលអំពែកខណៈពេលនោះពួកវាជាច្រើនក៏បានហើរចេញពីវាស្មៅនៅក្បែរនឹងយុនហ្វេក៏បានងើបឡើងឈីងលូមើលនោះដែលពេលនោះសត្វអំពិលអំពែកជាច្រើនក៏បានហើរចេញដែលធ្វើឲ្យទីនោះមាននៅពន្លឺដ៏ស្រស់ស្អាតឈីងលូក៏បានញញឹមទាំងរីករាយវាពិតជាស្រស់ស្អាតខ្លាំងណាស់យុនហ្វេដៃរហ័សក៏បានចាប់ដៃរបស់នាងរត់ចូលទៅលេងសួនស្មៅដែលពោពេញទៅដោយពន្លឺសត្វអំពិលអំពែកបរិយាកាសបែបនេះតើអ្នកទាំងអស់គ្នាធ្លាប់លេងដែរឬទេសម្រាប់ admin កាលពីនៅក្មេងគឺធ្លាប់លេងប៉ុន្តែមិនមែនជាមួយនឹងសង្សារនោះទេគឺលេងជាមួយនឹងបងប្អូនហើយនឹងមិត្តភ័ក្តិនៅក្នុងភូមិដោយអ្នកទាំងពីរក៏បានញញឹមដាក់គ្នាបន្តរលេងយ៉ាងសប្បាយរីករាយនៅក្នុងសួនស្មៅមួយនោះដែលធ្វើឲ្យទុកសោករបស់ពួកគាត់បានរលាយបាត់អស់មួយរំពេចចំណាយពេលជាច្រើនឈីងលូនៅតែសរសើរអំពិលអំពែកពិតជាស្រស់ស្អាតខ្លាំងណាស់ចំណាយយុនហ្វេពេលនេះក៏មានភាពក្លាហានឈីងលូមិនថាអនាគតជួបការលំបាកយ៉ាងណានោះទេខ្ញុំនិយាយយុនហ្វេសុំស្បត់ថាជីវិតនេះខ្ញុំនឹងនៅជាមួយនឹងអ្នកហើយមិនចាក់ចេញពីអ្នកឡើយដែលធ្វើឲ្យឈីងលូនាងភ្ញាក់ផ្អើលបើកភ្នែកធំរត់ទៅភ្ញាក់ផ្អើលយ៉ាងខ្លាំងទៀតដោយសារតែយុនហ្វេពេលនោះចាប់អោបនៅរាងកាយរបស់នាងឈីងលូជាមួយនឹងភាពកក់ក្ដៅរបស់យុនហ្វេធ្វើឲ្យនាងក៏បានអោបទៅយុនហ្វេវិញដែលធ្វើឲ្យបរិយាកាសរបស់ពួកគាត់ពេលនេះឡើងរ៉ូមែនទិកតែម្ដងកាត់មកពេលព្រឹកដែលពេលនេះយុនហ្វេបានប្រើប្រាស់ឆ្នាំងដ៏ធំដើម្បីស្ងោរនៅផ្កាព្រះវិញ្ញាណឈោដ៏អាវបង្ហាញនៅសាច់ដុំកង់ដែលពេលនោះឈីងលូនាងមិនហ៊ានមើលនោះទេតើលោកមានវិធីផ្សេងក្រៅពីនេះឬអត់យុនហ្វេក៏បានស្ទុះទៅពីខាងក្រោយគីនៅមុខរបស់នាងដើម្បីខ្លាយជាមនុស្សរងមាំជាមុនខ្ញុំត្រូវតែសម្រេចនៅវិធីសាស្ត្រមួយនេះឲ្យបានក្នុងការស៊ូទ្រាំនឹងការជឿចាប់បន្ថែមទៀតតែម្ខាងក៏បានចាប់ស្មារបស់ឈីងលូដែលធ្វើនាងក៏បានភ្ញាក់ផ្អើលងាកមកក៏បានឃើញយុនហ្វេកំពុងតែដោះអាវស៊ីមួយគំភ្លីងលន់សូតែផាច់ខ្ទាតប៉ាងចូលទៅក្នុងឆ្នាំងថ្នាំដែលកំពុងតែពុះលន់លើសូតែប្រងឈីងលូក៏បានប្រញាប់រត់ចូលទៅយុនហ្វេតើលោកមានការអ្វីដែរឬទេផុសក្បាលចេញឡើងមកវិញស្រែកចុះឡើងលើកមេដៃឲ្យបាទខ្ញុំមិនអីនោះទេនេះគឺជារបៀបនៃការដាំដុះមុនអាគមរលាយឈាមរបស់បេសាច់ឋានស៊ូដូច្នេះសូមនាងជួយការពារការដាំដុះរបស់ខ្ញុំផងក្នុងរយៈពេលប្រហែលថ្ងៃនេះចាកុំបារម្ភអីក្រឡេកមកក្នុងព្រៃស្ដេចក្រពើខ្មៅដែលសៀអឺនឹងឈូមុខកំពុងតែដើរនៅទីនោះនាងក៏បាននិយាយថាតើលោកគ្រូពេលនេះណែណាហេតុអ្វីបានជាមិនមករកពួកយើងខណៈពេលនោះគិតកោ2នាក់ដែលនៅលើដើមឈើក៏បានឃើញអ្នកទាំងពីរចាប់អារម្មណ៍ស្គាល់តែម្ដងដោយសារតែពួកគេគឺជាកូនចៅរបស់យុនហ្វេវាពិតជាល្អណាស់ប្រសិនបើពួកយើងចាប់ពួកគេបានប្រទឺក៏បានហក់ចូលទៅជាមួយនឹងបាតដៃដែលពោពេញទៅដោយចំហាយធម្មពលវាប្រហាសៀអឺពីខាងក្រោយឈូមូក៏បានឃើញទាន់ស្រែកថាប្រយ័ត្នយកខ្លួនទៅរៀងដឹបប៉ើងសៀអឺក៏បានប្រញាប់ចូលទៅគ្រាឈូមូងើបឡើងមកវិញសួរថាតើពួកអ្នកគឺជាអ្នកណាចង់បានអ្វីពេលនោះអបគិតកោសៀវស៊ីគេមិននិយាយច្រើនទេសម្រុកចូលទៅចាប់ច្របាច់កឈូមូលើកឡើងទៅខាងលើដល់ប្រកទឺដាទូក៏បានបន្លាស់ទីចូលមកយ៉ាងលឿនជាមួយនឹងអាវុធរបស់គេនៅក្នុងដៃវាប្រហាចូលទៅរកសៀវអឺស្របពេលគ្នាផងដែរយើងក៏បានឃើញអាវុធមួយទៀតមកទប់រងលន់សូតែពើងបន្តវាប្រហាជាចំហាយធម្មពលជួយរំដោះឈូមូបង្ហាញខ្លួនឡើងគឺជាកញ្ញាយីស៊ឺនាងក៏បានសួរទៅសៀអឺថាពួកអ្នកទាំងពីរអាចប្រយុទ្ធបន្តទៀតបានទេដោយពួកគេទាំងពីរនេះក៏បានបញ្ចេញអាវុធរៀងៗខ្លួនដែលទើបតែទិញបានពីក្នុងផ្សារកាលពីភាគមុនយីស៊ឺនាងក៏បានប្រាប់បន្ថែមទៀតថាត្រូវតែប្រយុទ្ធដល់ទីបញ្ច
ចប់ទោះជាយ៉ាងណាក៏ដោយកុំឲ្យពួកគេចាប់ខ្លួនពួកយើងទាំងរួចសោះក្រឡេកមកឈិងលូវិញដែលពេលនេះនាងកំពុងតែប្រមូលនៅទឹកសន្សើមដាក់ទៅក្នុងដបរួចហើយក៏បានដើរត្រឡប់មកវិញមកមើលយុនហ្វុយដែលកំពុងតែត្រាំនៅក្នុងឆ្នាំងស្របពេលនោះក្រុមឃាតករពេលនេះក៏បានចូលមកដល់ប្រញាប់ស្ទុះចូលទៅបើការវាប្រហារភ្លាមៗតែម្ដងដែលធ្វើឈិងលូនាងក៏បានប្រើប្រាស់ចំហាយធម្មពលស្រទាប់ផ្កាឈូករបស់នាងដើម្បីទប់រងមិនឲ្យក្រុមឃាតករទាំងពីរនេះនោះវាប្រហារទៅលើយុនហ្វុយបាននោះទេខ្ញុំពិតជាគិតត្រូវមែនថាពួកគេនឹងស្រងំនៅទីនេះចំណែកកញ្ញាលីងរឹតតែចាប់អារម្មណ៍បន្ទាប់ពីឃើញរាងកាយរបស់យុនហ្វុយចំណែកឈិងលូនៅតែបដិញ្ញាការពារខ្ញុំមិនឲ្យពួកឯងធ្វើបាបយុនហ្វុយបានឡើយដោយកញ្ញាលីងនាងក៏បានសម្រុកចូលទៅមុនវាទប់ទល់ជាមួយនឹងឈិងលូចំណែកអាប៉ែឌូគូក៏បានបន្លាស់ទីរកកន្លែងវាប្រហារក្រវីនៅច្រវាក់ដំដៃរបស់គាត់វាប្រហារទៅលើឆ្នាំងរបស់យុនហ្វុយលន់សូទៅពើងដែលធ្វើឈិងលូរឹតតែមានការព្រួយបារម្ភកិច្ចពីផ្លែកំបិតមួយទាត់នាងមួយជើងលន់សូទៅដឹបខ្ទាតប៉ាងហុយជោគប៉ុន្តែផ្លត់ស្និតស៊ីមួយច្រវាក់ដំដៃខ្ទាតឈាមចេញពីមាត់កញ្ញាលីងក៏បានហក់ឡើងបញ្ចេញនៅស្លាបរបស់នាងសម្រុកចូលទៅវាប្រហារជាមួយនឹងកំបិតពីរប៉ុន្តែឈិងលូក៏បានហក់កិច្ចដល់អាប៉ែឌូគូក៏បានក្រវីនៅច្រវាក់ដំដៃរបស់គាត់ចូលមកវាប្រហារបន្ថែមទៀតកិច្ចមិនផុតនោះទេចំពេញប៉ាងបុកនឹងឆ្នាំងនៅខាងក្រោយងើយមុខឡើងសម្លឹងទៅក៏បានឃើញច្រវាក់ដំដៃហោះចូលមកបន្តទៀតស្របពេលនោះយុនហ្វុយក៏បានបន្ទោនៅឆ្នាំងថ្នាំរបស់គាត់ចេញមកខ្សែភាពនៃចំហាយនៃកម្លាំងធម្មពលធ្វើឲ្យអ្នកទាំងពីរក៏បានខ្ទេចប៉ើងបង្ហាញនៅរាងកាយដោយស៊ីបីនៅឈិងលូពេលនោះនាងក៏បានបើកភ្នែកឡើងមកវិញយុនហ្វុយដាក់នាងឲ្យអង្គុយលើថ្មរងចាំខ្ញុំនៅទីនេះសិនហើយជាមួយនឹងរាងកាយថ្មីដែលពោពេញទៅដោយចំហាយធម្មពលពណ៌មាសពីរាងកាយហើយនឹងមុខនិយាយដោយមានភាពអង្អាចអ្នកណាដែលបានប៉ះមនុស្សស្រីរបស់ខ្ញុំនឹងយកជីវិតរបស់ម្នាក់នោះដែលក្រុមឃាតករទាំងពីរនេះក៏បានសម្រុកចូលទៅមួយលើមួយក្រោមប្រើប្រាស់អាវុធរៀងខ្លួនវាទៅលើយុនហ្វុយបាយផ្កាភ្លើងព្រាកដោយសារតែពេលនេះរាងកាយរបស់យុនហ្វុយរឹងដូចជាដៃថែបអញ្ចឹងប្រឹងតែបន្តិចធ្វើនេះទីពីរក៏បានខ្ទាតប៉ាំងទៅវិញប្រញាប់បន្លាស់ទីរត់គេយុនហ្វុយក៏បាននិយាយថាតើចង់ទៅណាបន្លាស់ទីយ៉ាងលឿនកាប់មុខនេះទាំងពីរប្រើប្រាស់នៅបច្ចេកទេសបញ្ជុលលេបរលឹងអាសូរ៉ាចាក់ទំលុះនៅក្បាលរបស់ពួកនេះទាំងពីរច្រាច់700រួចហើយក៏បានបន្លាស់ទីចូលទៅរកឈិងលូតែពេលនោះនាងក៏បានងើបឈរឡើងដួលបន្តិចយុនហ្វុយក៏បានគ្រាឈិងលូនាងមិនចាប់បាច់ព្រួយបារម្ភពីខ្ញុំនោះទេធូរទ្រូងបន្តិចគិតក្នុងចិត្តទីបំផុតកម្លាំងធម្មពលរបស់ខ្ញុំក៏បានត្រឡប់មកវិញហើយចាប់អារម្មណ៍ថានៅសល់ឃាតករ2នាក់ទៀតក្នុងចំណោមពួកគេទាំង6នាក់កាត់មកក្នុងព្រៃស្ដេចក្រពើខ្មៅដែលក្រុមរបស់ឈូមូកំពុងតែរត់គេចទាំងរងរបួសប៉ុន្តែក៏ត្រូវបានក្រុមឃាតករទាំង2នាក់តាមទាន់តើពួកឯងចង់រត់ទៅណាសម្រាប់2នាក់នោះចោលហើយយកស្អីស្អាតនេះប្រគល់ទៅឲ្យលោកម្ចាស់របស់យើងដល់អាប៉ែសៀវសៀវក៏បានហក់ចូលទៅប៉ុន្តែក៏ត្រូវបានស៊ីមួយរន្ទះជើងកណ្ដាលមុខពេញខ្ទាតប៉ះមកខាងក្រោយវិញបង្ហាញខ្លួនឡើងគឺជាវត្តមានរបស់យុនហ្វុយអាប៉ារ៉ូទឺដាទូក៏បានស្គាល់ដូចគ្នាគឺជាឯងហក់ទៅខាងលើគប់មួយអាវុធដែលពុំពេញទៅដោយចំហាយធម្មពលរបស់គេលន់សូទៅពើងចូលទ្រូងរបស់យុនហ្វុយវាក៏បានប្រើប្រាស់កម្លាំងរុញចូលបន្ថែមទៀតប៉ុន្តែមិនមុតនោះទេដោយសារតែពេលនេះរាងកាយរបស់យុនហ្វុយគឺរឹងដូចជាដៃថែបអញ្ចឹងដែលធ្វើឲ្យវាក៏បានដឹងខ្លួនប្រញាប់អាឡាខ្លួនដកទៅខាងក្រោយវិញតើមេក្រុមរបស់យើងឌូគូហើយនឹងកញ្ញាលីងនៅឯណាយុនហ្វុយក៏បានប្រាប់ពួកគេបានស្លាប់រួចរាល់ហើយមិនទៅពីស្ដាប់ឮបែបនោះចាំអង្កលទៀតដាក់មេប្រូចយុនហ្វុយក៏មិនបានដេញតាមនោះដែរដល់មកខាងក្រោយស៊ូយីស៊ឺតើមានការអ្វីធន់ធ្ងរដែរទេនាងក៏បានតបខ្ញុំមិនអីនោះទេយុនហ្វុយក៏បានលើកដៃធ្វើការគោរពអរគុណយីស៊ឺក៏បាននិយាយខ្ញុំសប្បាយចិត្តណាស់ដែលលោកមានការអ្វីហើយខ្ញុំក៏មិនបានជួយអ្វីលោកច្រើននោះដែរយុនហ្វុយក៏បានប្រាប់នាងស៊ឺបានជួយខ្ញុំជាច្រើនដងតែចង់ចូលទៅក្នុងត្រកូលគ្រូសាយីរបស់ខ្ញុំដោយពេញសិទ្ធដែរទេមិនទៅពីស្ដាប់ឮបែបនោះធ្វើឲ្យនាងក៏មានការភ្ញាក់ផ្អើលផងដែរចំណែកសៀអឺក៏បានយល់ឃើញដូចគ្នាត្រូវឲ្យបងស្រីត្រកូលគ្រូសាយីគឺជាផ្ទះរបស់ពួកយើងមិនទៅពីស្ដាប់ឮពីការយកចិត្តទុកដាក់របស់នាងរាល់គ្នាធ្វើឲ្យកញ្ញាស៊ឺនាងក៏បានបដូរទឹកមុខមកជាញញឹមរួចហើយក៏បាននាំគ្នាដើរចាក់ចេញខណៈពេលដែលព្រឹទ្ធាចារ្យលិនហើយនិងអ្នកប្រុសវូហានក៏បានបង្ហាញខ្លួនសម្លឹងមើលក្រុមរបស់ជៀនធានពីខាងក្រោយដែលធ្វើឲ្យគាត់ក៏បានសរសើរក្មេងម្នាក់នេះពិតជាអស្ចារ្យណាស់ក្នុងរយៈពេលដ៏ខ្លីបែបនេះគាត់បានវឹកហាត់ចម្រាញ់នៅរាងកាយដ៏រឹងមាំទោះជាយ៉ាងណាក៏ដោយវានៅតែងាយស្រួលដើម្បីឲ្យខ្ញុំបានសម្លាប់គាត់ដោយវូហានក៏បានកៃរឹកបន្តិចរួចនិយាយខ្ញុំបានឲ្យមនុស្សស៊ើបអង្កេតយ៉ាងហ្មត់ចត់ក្នុងការបញ្ជូនមនុស្សចូលទៅក្នុងក្រុងដើម្បីចាត់ការនៃគ្រូសាយីទាំងស្រុងចោលក្រឡេកមកវិមាននៃគ្រូសាយីដែលក្រុមរបស់ជៀនធានក៏បានធ្វើដំណើរមកដល់សៀវអឺនេះក៏បានត្រេកអរយ៉ាងខ្លាំងពេលនេះពួកយើងបានមកដល់ផ្ទះវិញហើយសំឡងទៅមាត់ទ្វារយើងក៏បានឃើញកញ្ញាឈូកំពុងតែអន្ទះសារយ៉ាងខ្លាំងដែលចោះដើរឡើងក្រឡេកមកក៏បានឃើញក្រុមរបស់យុនហ្វុយប្រញាប់រត់ចូលយុនហ្វុយនៅទីបំផុតលោកបានត្រឡប់មកវិញហើយពេលនោះយុនហ្វុយក៏បានប្រញាប់ស៊ូតែជំងឺរបស់នាងរើឡើងមកវិញមែនទេឈូនាងក៏បានប្រាប់ថាទេយុនហ្វុយសូមលោកជួយខ្ញុំផងសម្រាប់អ្នកទាំងអស់គ្នាដែលចង់ទស្សនាភាពបន្តទាន់ក្រុមហ៊ុនរបស់គេអាចចូលជាសមាជិកកូនក្រុម VIP របស់ admin បានចំពោះតម្លៃមិនថ្លៃនោះទេត្រឹមតែ$1ក្នុងមួយខែអាចទស្សនាបានឬប្រចាំថ្ងៃហើយក៏នៅមានរឿងផ្សេងទៀតដូចជាគម្ពីរក្បាច់គុណព្រះអាទិត្យទាំង9អំណាចធម្មពលនៃច្រកទ្វារអាតកំបាំងការចាប់កំណត់ឡើងវិញរបស់ម្ចាស់ដាអធិរាជហើយក៏នៅមានរឿងជាប្រភេទ 2D ចំនួន5រឿងផងដែរប្រសិនបើចាប់អារម្មណ៍អាច Telegram ផ្ទាល់មក admin បាន link នៅក្រោម comment សម្រាប់ភាគនេះក៏ត្រូវបានបញ្ចប់ហើយក៏ដល់ពេល admin ត្រូវជម្រាបលាបាយ